ok ឥឡូវយើងបន្តទៀតយើងចូលដល់ចំណុច7.4 ដែលនិយាយអំពី count if count if គឺយើងប្រើប្រាស់ដើម្បីរាប់ចំនួនទាំងអស់ក្នុងក្រឡាដែលបំពេញលក្ខខណ្ឌមួយមានន័យថាក្នុងនោះគឺមានលក្ខខណ្ឌមួយអញ្ចឹងរូបមន្តរបស់វាគឺ count ស្មើ count if បាទបើវងកញ្ចក់គឺ rank ហើយនឹង criteria ណាស្អីទៅ rank ស្អីទៅ criteria rank គឺជាជួរកាឡាដែលត្រូវត្រួតពិនិត្យបាទជួរកាឡាគឺជួរទាំងអស់ហ្នឹងឯងដែលយើងចង់ធ្វើការត្រួតពិនិត្យលក្ខខណ្ឌវាហ្នឹងហើយ criteria គឺជាលក្ខខណ្ឌតើយើងចង់ដាក់លក្ខខណ្ឌរបៀបម៉េចឥឡូវគេដាក់ថានៅក្នុងនេះចូលរាប់ចំនួនបន្ទុកសិស្សដែលអវត្តមានបាទដែលអវត្តមានទាំងសួរថាតើសិស្សដែលអវត្តមាននេះមានប្រមាណអ្នកដែលគាត់អត់មានបន្ទុកណាបាទអញ្ចឹងយើងមើលជាក់ស្ដែងនៅក្នុងនេះបាទទោះណាអញ្ចឹងនៅក្នុងនេះយើងមើលគេប្រើប្រាស់រូបមន្ត count អញ្ចឹងគឺ select គេ select អាស័យដ្ឋាន address សរុបហ្មងគឺបន្ទុកទាំងអស់ criteria ហ្នឹងគឺជា criteria ហើយលក្ខខណ្ឌគឺ A រើសយកតែអ្នក A ទេណាបាទអញ្ចឹងយើង select ចឹងមកហើយលទ្ធផលទទួលបាន2នាក់ដែលគាត់អវត្តមានដែលគាត់មានលក្ខខណ្ឌ A ហ្នឹងណាបាទអញ្ចឹងបើកន្លែងនេះមួយទៀតគឺគេចង់រកអ្នកដែលមានបន្ទុក45តើមានចំនួនប្រមាណអ្នកបាទអញ្ចឹងបើមានបន្ទុក45អញ្ចឹងអ្នកទាំងអស់នេះត្រូវចាំណានៅក្នុង Excel កាលណាតម្លៃជាអក្សរគឺយើងសរសេរនៅក្នុងក្មេងកដោតម្លៃជាលេខគឺយើងមិនបាច់ទេសរសេរលេខចូលតែម្ដងណាបាទអញ្ចឹងអ្នកបន្ទុក45គឺមានចំនួន3នាក់អញ្ចឹងអា45គឺជាលក្ខខណ្ឌហើយG9 ដល់ G14 នេះគឺជា rank បាទនេះគឺ G9 ដល់ G14 45គឺជាលក្ខខណ្ឌឥឡូវលោកគ្រូអនុវត្តនៅក្នុងនេះតែម្ដងឲ្យអ្នកនរគ្នាមើលបាទអញ្ចឹងអ្វីដែលយើងត្រូវរកគឺលោកគ្រូចង់រកថាតើនៅក្នុងចំណោមបន្ទុកនោះមានអក្សរ A ប្រមាណអ្នកបាទអ្នកដែលអាប់សង់អត់បានមកប្រឡងបាទអញ្ចឹងយើងប្រើរូបមន្ត count if ដើម្បីបំពេញលក្ខខណ្ឌមួយណាបាទ COUN អញ្ចឹងយើងរំកិលចុះក្រោមមកយក arrow key យើងណាព្រួញបាទអញ្ចឹងយើងចុចកន្លែងពាក្យថា count if ហើយចុច tab មកវានឹងបង្ហាញផ្ទាំងធំបែបហ្នឹងឬក៏យើងសរសេរឲ្យថប់ឲ្យត្រូវតែម្ដងក៏បានដែរណាបន្តមកទៀត criteria នេះ criteria សំទោស rank ណាបាទ rank គឺជាតម្លៃទិន្នន័យជួរកាឡាទាំងអស់ដែលយើងត្រូវរកអញ្ចឹងអ្នកទាំងអស់នេះធ្វើការ select ពីដើមដល់ចុងមកក្បៀសមួយបន្តមកទៀតលក្ខខណ្ឌ criteria លក្ខខណ្ឌអ្នកទាំងអស់នេះចង់រកគេលក្ខខណ្ឌគឺអ្នកដែលមានអក្សរ A ណាអ្នកដែលអាប់សង់អញ្ចឹងសរសេរនៅក្នុងក្មេងកដោបិទវងកញ្ចក់ចុច enter អញ្ចឹងឃើញថាអ្នកដែលមាននិទេស A បាទសំទោសអ្នកដែលមានអាប់សង់ហ្នឹងគឺមានចំនួន3នាក់ណាឬអ្នកទាំងអស់គ្នាអាចធ្វើការស្វែងរកតម្លៃលេខវិញគ្រូថែមកន្លែងនេះគឺ45អញ្ចឹងបើទៅជា45គ្រូចង់រកអ្នកដែលមានបន្ទុក45មានប៉ុន្មានអ្នកអញ្ចឹងស្មើ count if បាទ count មាន t ណា count if ចុច tab មកអញ្ចឹងយើង select លើទិន្នន័យទាំងអស់គឺជា rank ក្បៀសមួយទៀតលក្ខខណ្ឌរបស់យើងគឺរកអ្នកដែលមានបន្ទុក45មានប្រមាណអ្នក45អញ្ចឹងត្រូវចាំណាពេលតកូល count គឺរាប់បាទរាប់ចំនួនអ្នកដែលមានបន្ទុក45មានប្រមាណអ្នកចុច enter មកអញ្ចឹងយើងឃើញថាអ្នកបន្ទុក45មាន2អ្នកបើគ្រូថែមកន្លែងនេះមួយទៀតគឺវាមាន3អ្នកឃើញទេវាប្រែប្រួលអញ្ចឹងជាក់ស្ដែងតែម្ដងអញ្ចឹងកន្លែងនេះគឺយើងអាចប្រើប្រាស់ក្នុងការស្វែងរកភេទប្រុសភេទស្រីបានណាបងប្អូនគ្នាអញ្ចឹងគ្រូចូលទៅកាន់គេហទំព័រយើងចូលទៅកាន់ School Wide Web អញ្ចឹងទៅមើលលំហាត់ចាស់របស់យើងណាបាទលំហាត់ចាស់របស់យើងនៅក្នុងនេះមានលំហាត់មួយដែលអ្នកទាំងអស់គ្នាពាក់ព័ន្ធនឹងទិន្នន័យសិស្សបាទឥឡូវឧទាហរណ៍លំហាត់ចុងក្រោយនេះលោកគ្រូចង់រាប់ចំនួនតើមានចំនួនមនុស្សប្រុសប្រមាណស្រីប្រមាណ M ប្រមាណ S ប្រមាណអញ្ចឹងកន្លែងនេះគឺយើងអាចធ្វើការប្រើប្រាស់រូបមន្ត count if អំបញ្ញមិញនេះដែរណាអញ្ចឹងស្មើ count if បាទអញ្ចឹងយើង select ទិន្នន័យមកគឺជា rank បាទទាំងអស់មកក្បៀសលក្ខខណ្ឌរបស់យើងគឺយើងចង់ស្វែងរក M ហ្នឹងគឺ male ណា male ស្ត្រី female បរិសសំទោស male បរិស female ស្ត្រីណាអានេះយើងរកបរិសអញ្ចឹងយើងចុច enter មកអញ្ចឹង M ទាំងអស់មាន8អញ្ចឹងរាប់មក1 2
3 4 5 6 7 8 គ្រប់បាទត្រឹមត្រូវពិតប្រាកដមែនហើយបើយើងចង់រក F យើងបដូរ9កន្លែងនេះដាក់មក S វិញមកណាបាទ S គឺមានតែ7នាក់ទេណាបាទឬក៏ចង់រកអ្នកដែលរស់នៅភ្នំពេញមានប្រមាណអ្នករស់នៅតាកែវមានប្រមាណអ្នកគឺយើងប្រើលក្ខខណ្ឌតម្រង់បែបហ្នឹងឬយើងអាចរាប់រកចំនួនអ្នកដែលជា security ប្រមាណអ្នក driver ប្រមាណអ្នកបាទអញ្ចឹងគឺទៅតាមលក្ខខណ្ឌដែលយើងចង់ធ្វើការស្វែងរកឥឡូវនេះយើងចូលមកលំហាត់របស់យើងវិញណាគឺការប្រើប្រាស់ count if បាទអញ្ចឹងក្នុងនេះលំហាត់របស់យើងគឺមានចំនួន3សំណួរទី1គេឲ្យតើអ្នក marketing មានប៉ុន្មានអ្នកអញ្ចឹងយើងចង់ស្វែងរកអ្នក marketing នៅក្នុងនេះតើ marketing នេះមានប៉ុន្មានអ្នកណាបាទអញ្ចឹងយើងអាចធ្វើការប្រើប្រាស់រូបមន្ត count if ហ្នឹងដើម្បីធ្វើការរាប់ចំនួនអ្នកដែលជាតួនាទីជា marketing អញ្ចឹងយើងមកកន្លែងនេះមកលោកគ្រូ break ធំបន្តិចអញ្ចឹងយើងដាក់សញ្ញាស្មើមកយើង count if ចុច tab មកបន្តមកទៀតអ្នកទាំងអស់គ្នាទៅ select ទៅលើ rank គឺជាតួនាទីទាំងអស់ហ្នឹងបាទដែលយើងចង់ធ្វើការស្វែងរកបន្តមកទៀតយើងក្បៀសមួយលក្ខខណ្ឌរបស់យើងគឺយើងស្វែងរកអ្នកដែលធ្វើការជា marketing អញ្ចឹងយើងបើកវងកញ្ចក់មក M A O K E T I N G ណាបាទអញ្ចឹងយើងបិទវងកញ្ចក់មកយើងចុច enter អញ្ចឹងនៅក្នុងនេះអ្នកដែលធ្វើការជា marketing ទាំងអស់មានចំនួន9នាក់បាទអញ្ចឹងយើងអាចធ្វើការរាប់ជាក់ស្ដែងក្នុងនឹងបានហើយបើយើងមិនរាប់ទេយើងអាចប្រើប្រាស់នៅ conditional formatting ដែលយើងធ្លាប់បានសិក្សាពីមុនយកវាមក highlight នៅត្រង់ marketing មកណាបាទអញ្ចឹងយើងមើលជាក់ស្ដែង1 2 3 4 5 6 7 8 9នាក់បាទអញ្ចឹងពិតប្រាកដមែនណាអញ្ចឹងបើសិនជាករណីទិន្នន័យនឹងមានច្រើនយើងមិនអាចធ្វើការរាប់ដោយដៃទេយើងប្រើរូបមន្តយកតែម្ដងអានេះគឺជាការប្រើប្រាស់ក្នុងការស្វែងរកអក្សរឥឡូវយើងចូលលេខម្ដងសួរតើមានអ្នកមានប្រាក់ខែ$200ប្រមាណអ្នកនៅក្នុងចំណោមនេះបាទអញ្ចឹងអាហ្នឹងយើងប្រើតម្រងអញ្ចឹងដូចគ្នាដែរអត់ខុសគ្នាទេណាបាទអញ្ចឹងយើងស្មើ count if បាទចុច tab មកអញ្ចឹងយើង select ទៅលើទិន្នន័យ rank ដែលយើងចង់ស្វែងរកណាបាទហើយយើងក្បៀសមួយបន្តមកទៀតយើងដាក់លក្ខខណ្ឌរបស់វាគឺ$200បិទវងកញ្ចក់មក enter អញ្ចឹងអ្នកដែលមានប្រាក់ខែ$200នៅក្នុងនេះគឺមានចំនួន5អ្នកណាបាទ1បាទ2 3 4ឈប់ម្ដងទៀតណារាប់ខុសទេ$200ណា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163
3 4 5ណាគ្រប់5បាទអញ្ចឹងត្រឹមត្រូវហើយណាបាទអញ្ចឹងបន្តទៀតគឺគេឲ្យរាប់តើមានបុគ្គលិកភេទប្រុសប៉ុន្មានអ្នកនៅក្នុងនេះបាទអញ្ចឹងនៅក្នុងនេះគឺមានភេទបនិងភេទសអញ្ចឹងយើងអាចរកបណាបាទអញ្ចឹងយើងសញ្ញាស្មើមក count count if បាទបន្ទាប់មកទៀតអ្នកទាំងអស់គ្នា select ទៅលើ rank ដែលយើងចង់ធ្វើការស្វែងរកគឺយើង select ពីបរហូតមកដល់ចុងក្រោយមកបាទបន្ទាប់មកទៀតយើងធ្វើការក្បៀសមួយណាបាទក្បៀសមួយហើយយើងដាក់លក្ខខណ្ឌគឺយើងរកបអញ្ចឹងដោយសារបហ្នឹងគឺជាប្រភេទអក្សរគឺយើងដាក់នៅក្នុងធ្មេញកណ្ដោធ្មេញកណ្ដោជាភាសាអង់គ្លេសណាហើយសូមបដូរមកភាសាខ្មែរវិញបាយអក្សរបហើយសូមបដូរទៅភាសាអង់គ្លេសវិញដាក់ធ្មេញកណ្ដោមកតង់ទៀតបិទពងកញ្ចក់ enter អញ្ចឹងអ្នកដែលមានភេទបទាំងអស់មានចំនួន13នាក់បាទអញ្ចឹងបើសិនអ្នកទាំងអស់គ្នាវាយកន្លែងធ្មេញកណ្ដោនេះអត់ត្រូវទេគឺមានបញ្ហា error ណាយកច្រឡំដាក់ភាសាខ្មែរគឺ error តែម្ដងអញ្ចឹងអានេះគឺជាការប្រើប្រាស់នៅរូបមន្ត count if ដើម្បីស្វែងរកលក្ខខណ្ឌតែមួយអញ្ចឹងលក្ខខណ្ឌតែមួយអានេះគឺមានន័យថាលក្ខខណ្ឌមានតែមួយហ្នឹងណាបន្តិចទៀតនៅចុងក្រោយគឺយើងសិក្សារូបមន្តដែលមានលក្ខខណ្ឌច្រើនណាលក្ខខណ្ឌចាប់ពី2ឡើងទៅគឺយើងប្រើប្រាស់ count if f បាទអញ្ចឹងនៅវីដេអូនេះគឺយើងបញ្ចប់តែប៉ុណ្ណេះហើយយើងនឹងជួបគ្នាទៅមេរៀនចំណុចក្រោយទៀតណា